សួស្តីបងប្អូនស្វាគមន៍មកកាន់ថ្នាក់គីមីវិទ្យាទី8អញ្ចឹងថ្ងៃនេះយើងមកធ្វើអត្រាកំណែសំណួរបញ្ចប់ចម្ពោះទី1នៅក្នុងទំព័រទី121និង122តោះឥឡូវយើងទៅមើលសំណួររបស់យើងទាំងអស់គ្នាសំណួរបញ្ចប់ចម្ពោះទី1ចាមួយធំចូលគូសសញ្ញាគ្រីសក្នុងប្រអប់នៅខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់ម្ដងទៀតចូលគូសសញ្ញាគ្រីសក្នុងប្រអប់នៅខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់1តើមានចំនួនអាតូមប៉ុន្មានក្នុងម៉ូលេគុលអាស៊ីតនីត្រិកអញ្ចឹងអានេះគេឲ្យយើងរាប់ចំនួនអាតូមនៅក្នុងម៉ូលេគុលអាស៊ីតនីត្រិកក3អាតូមខ5អាតូមគ9អាតូមខ10អាតូមចាអញ្ចឹងកូនចាប់ផ្ដើមរាប់អញ្ចឹងអាស៊ីតនីត្រិកនេះផ្សំឡើងពីអាតូមអ៊ីដ្រូសែន1អាសូត1អុកស៊ីសែន3ចាអញ្ចឹង1បូក1 2 2បូក3 5ចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខសំណួរទី2តើម៉ូលេគុលណាមួយដែលមិនមែនជាសមាសធាតុចាអញ្ចឹងយើងដឹងថាសមាសធាតុម៉ូលេគុលរបស់វាផ្សំឡើងពីអាតូមពីរប្រភេទឬច្រើនប្រភេទចាកឌីអាហ្សូតម៉ូណូអុកស៊ីតខអាហ្សូតអុកស៊ីតកអាហ្សូតឌីអុកស៊ីតខឧស្ម័នអាហ្សូតឥឡូវគុណមើលតើមួយណាជាចម្លើយត្រឹមត្រូវអញ្ចឹងយើងដឹងថាសមាសធាតុម៉ូលេគុលវាផ្សំឡើងដោយអាតូមចាប់ពីពីរប្រភេទឡើងទៅចាអញ្ចឹងកនេះអាតូមវាបង្កសំទោសម៉ូលេគុលវាបង្កឡើងពីអាតូមអាសូតហើយនិងអុកស៊ីសែនចាសពីពីរប្រភេទហើយអញ្ចឹងតើម៉ូលេគុលណាមួយដែលមិនមែនជាសមាសធាតុចាអញ្ចឹងចម្លើយត្រឹមត្រូវគឺខអូស្មန်អាសូតដោយសារអូស្មန်អាសូតនេះវាបង្កឡើងតែពីអាសូតតែមួយប្រភេទសំណួរទី3តើរូបមន្តណាមួយតាំងឲ្យរូបមន្តកាបូនឌីអុកស៊ីតចាអញ្ចឹងយើងដឹងថាកាបូនឌីអុកស៊ីតបង្កឡើងពីកាបូន1អុកស៊ីសែន2ចាអញ្ចឹងកូនមើលអានេះសើកាបូន1អុកស៊ីសែន2ប៉ុន្តែកូនមើលតាមមួយណាដែលយើងសរសេរបានត្រឹមត្រូវកខកខចាអញ្ចឹងយើងសរសេរបានត្រឹមត្រូវគឺចម្លើយកកាបូនឌីអុកស៊ីតមានន័យថាកាបូន1អុកស៊ីសែន2សំណួរទី5ម៉ូលេគុលសមាសធាតុមានផ្ទុកចាអញ្ចឹងយើងដឹងថាម៉ូលេគុលសមាសធាតុមានផ្ទុកអាតូមពីរប្រភេទមានថាម៉ូលេគុលរបស់វាបង្កឡើងពីអាតូមចាប់ពីពីរប្រភេទឡើងទៅបើយើងហៅថាសមាសធាតុអញ្ចឹងក៏អាតូមប្រភេទខុសគ្នាលាយជាមួយគ្នាខអាតូមប្រភេទដូចគ្នាលាយជាមួយគ្នាចាខនេះដឹងតែអត់ត្រូវហើយដោយសារអាតូមវាខុសគ្នាប្រភេទខុសគ្នាក៏អាតូមប្រភេទខុសគ្នាផ្សំជាមួយគ្នាដោយប្រតិកម្មគីមីចាអញ្ចឹងកកើនេះមួយណាដែលត្រឹមត្រូវជាងគេគឺចម្លើយអាតូមប្រភេទខុសគ្នាហើយផ្សំជាមួយគ្នាដោយប្រតិកម្មគីមីអាហ្នឹងយើងហៅថាម៉ូលេគុលសមាសធាតុសំណួរទី6ក្នុងចំណោមសារធាតុខាងក្រោមនេះតើណាមួយដែលជាសមាសធាតុចាមានតុងដែងអំបិលម៉ាញ៉េស្យូមស្ពាន់ធរចាតុងដែង CU ចាអំបិលនេះយើងនិយាយពីអំបិលសូដ្យូមក្លរ៉ូ NaCl ចឹងវាបង្កឡើងពីអាតូមពីរប្រភេទគឺសូដ្យូមហើយនិងក្លរចាម៉ាញ៉េស្យូម Mg ដល់ពេល K នេះស្ពាន់ធរ S ចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខអំបិលជាសមាសធាតុដែលសារវាបង្កឡើងពីអាតូមចំនួនពីរប្រភេទគឺសូដ្យូមជាមួយនឹងក្លរសំណួរទី7ក្នុងចំណោមសារធាតុខាងក្រោមនេះតើក្រុមណាមួយដែលជាលោហៈ3ប្រភេទចាអញ្ចឹងកកាបូនអ៊ីដ្រូសែនសូដ្យូមខសូដ្យូមទង់ដែងអាលូមីញ៉ូមកម៉ាញ៉េស្យូមសូដ្យូមអុកស៊ីសែនខអុកស៊ីសែនទង់ដែងកាបូនចាអញ្ចឹងគេសួរថាតើក្នុងចំណោមសារធាតុខាងក្រោមតើក្រុមណាដែលជាលោហៈ3ប្រភេទអញ្ចឹងមានន័យថាទាំង3សុទ្ធតែលោហៈហើយក៏មើលកាបូនអ៊ីដ្រូសែនសូដ្យូមចាអញ្ចឹងលោហៈតែសូដ្យូមមួយទេដល់ពេលខសូដ្យូមទង់ដែងអាលូមីញ៉ូមចាខនេះសូដ្យូមក៏លោហៈទង់ដែងលោហៈអាលូមីញ៉ូមលោហៈកើម៉ាញ៉េស្យូមសូដ្យូមអុកស៊ីសែនចានេះកើនេះម៉ាញ៉េស្យូមសូដ្យូមលោហៈប៉ុន្តែអុកស៊ីសែនអលោហៈខអុកស៊ីសែនទង់ដែងកាបូនចាអញ្ចឹងអុកស៊ីសែនហើយនិងកាបូនជាអលោហៈអញ្ចឹងលោហៈតែមួយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខសូដ្យូមទង់ដែងអាលូមីញ៉ូមសំណួរទី8តើមានចំនួនអាតូមប៉ុន្មានក្នុងម៉ូលេគុលអាស៊ីតសូផេរិកចាអញ្ចឹង
គេឲ្យយើងរាប់ចំនួនអាតូមអញ្ចឹងកូនរាប់មកយ៉ាស៊ីតសូប្រិកផ្សំឡើងពីអាតូមអ៊ីដ្រូសែន2ស្ពន់ថម1អុកស៊ីសែន4ចាអញ្ចឹង2បូក1 3 3បូក4 7ចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខ7អាតូមសំណួរត្រេះរិះចូលពណ៌នាពីលក្ខណៈខុសគ្នារវាងសមាសធាតុនិងលបាយចាអញ្ចឹងចម្លើយលក្ខណៈខុសគ្នារវាងសមាសធាតុនិងលបាយគឺសមាសធាតុបង្កឡើងពីអាតូមផ្សំជាមួយគ្នាដោយប្រតិកម្មគីមីចាចំណែកឯលបាយជារូបធាតុដែលកើតឡើងពីការលាយឡំគ្នារវាងអង្គធាតុពីរឬច្រើនប្រភេទតែមិនមានប្រតិកម្មគីមីកើតឡើងទេចាអញ្ចឹងអានោះវាខុសគ្នាត្រង់ថាសមាសធាតុវាចូលផ្សំគ្នាហើយវារងប្រតិកម្មគីមីចំណែកឯលបាយចូលផ្សំគ្នាដែរប៉ុន្តែវាអត់មានរងប្រតិកម្មគីមីទេវានៅដដែលចាអញ្ចឹងវារក្សាលក្ខណៈដើមបាសធាតុមួយដែលលាយឡំគ្នាដដែលអញ្ចឹងអាហ្នឹងលបាយពីរម៉ូលេគុលទាំងអស់នេះមាននៅក្នុងធម្មជាតិមានអុកស៊ីសែនទឹកកាបូនឧស្ម័នសូត្រសូដ្យូមក្លរ៉ូសូដ្យូមអ៊ីដ្រុកស៊ីតចា NaOH នេះយើងហៅសូដ្យូមអ៊ីដ្រុកស៊ីតឈ្មោះវាមាន3មានសូត្រកាត់មួយទៀតដែកឧស្ម័នអ៊ីដ្រូសែនស្ពាន់ធម៌ឌីអុកស៊ីតក៏តើម៉ូលេគុលណាជាម៉ូលេគុលអង្គធាតុតូនិងម៉ូលេគុលណាជាម៉ូលេគុលអង្គធាតុសមាសចាអញ្ចឹងយើងដឹងហើយម៉ូលេគុលអង្គធាតុតូមានន័យថាម៉ូលេគុលរបស់វាបង្កឡើងពីអាតូមតែមួយប្រភេទតែពេលអង្គធាតុសមាសម៉ូលេគុលរបស់វាបង្កឡើងពីអាតូមពីរប្រភេទឡើងទៅចាអញ្ចឹងអង្គធាតុតូយើងមើលមានតាមម៉ូលេគុលមួយណាដែលបង្កឡើងពីអាតូមតែមួយប្រភេទចាយើងមានអុកស៊ីសែនមានកាបូនមានឧស្ម័នអាសូតមានដែកហើយនិងឧស្ម័នអ៊ីដ្រូសែនអង្គធាតុសមាសគឺបង្កឡើងពីអាតូមពីរប្រភេទឡើងទៅចាម៉ូលេគុលរបស់វាចាអញ្ចឹងមានអីខ្លះមានទឹកវាបង្កឡើងពីអ៊ីដ្រូសែននិងអុកស៊ីសែនអញ្ចឹងពីរប្រភេទចាមានអីទៀតសូដ្យូមក្លរ៉ូចាមានសូដ្យូមអ៊ីដ្រុកស៊ីតសូដ្យូមអ៊ីដ្រុកស៊ីតនេះបង្កឡើងពីអាតូម3ប្រភេទគឺសូដ្យូមអុកស៊ីសែនអ៊ីដ្រូសែនចាអស់នៅអង្គធាតុសមាសចាមួយចុងក្រោយគឺស្ពាន់ធម៌ឌីអុកស៊ីតដែលបង្កឡើងដោយអាតូមពីរប្រភេទគឺស្ពាន់ធម៌ហើយនិងអុកស៊ីសែនខតើម៉ូលេគុលណាខ្លះជាម៉ូលេគុលម៉ូណូអាតូមឌីអាតូមនិងត្រីអាតូមចាម៉ូណូអាតូមនេះបង្កឡើងពីអាតូមមួយឌីអាតូម2ដល់ពេលត្រីអាតូម3ចាអញ្ចឹងម៉ូលេគុលម៉ូណូអាតូមចាយើងមើលអាណាមានតែមួយដាក់មកមានកាបូនហើយអីទៀតហើយនឹងដែកចាបន្ទាប់មក D អញ្ចឹងម៉ូលេគុលវាមានពីរអាតូមចាអញ្ចឹងមានអីគេអុកស៊ីសែនចាមានអាសូតឧស្ម័នអាសូតសូដ្យូមក្លរ៉ូចាអានេះអ៊ីត្រូសូដ្យូមក្លរ៉ូមុនណាកូនតែដាក់ចឹងក៏បានដែរអញ្ចឹងអានេះឧស្ម័នអ៊ីត្រូសែនហើយនិងសូដ្យូមក្លរ៉ូចាអស់ហើយចូលម៉ូលេគុលត្រីអាតូមចាមានទឹកមានអីទៀតមានសូដ្យូមអ៊ីដ្រុកស៊ីតហើយចុងក្រោយគេគឺស្ពាន់ធម៌ឌីអុកស៊ីតលេខ3គេមានសារធាតុអំបិលសម្លចាអំបិលសម្លសូដ្យូមក្លរ៉ូទឹកដោះគោអ៊ីដ្រូសែនដែកខ្យល់ចំហាយទឹកទង់ដែងចុះជ្រើសរើសចម្លើយពីបញ្ជីសារធាតុខាងលើនេះក៏តើសារធាតុណាដែលជាអលោហៈចាអញ្ចឹងអលោហៈមានអីក៏ចាមានអ៊ីដ្រូសែនតើសារធាតុណាដែលជាធាតុចម្លងអគ្គិសនីចាអញ្ចឹងធាតុចម្លងអគ្គិសនីវាជាពពួកលោហៈអញ្ចឹងមានអីខ្លះចាមានដែកហើយនឹងទង់ដែងតើសារធាតុណាដែលជាអង្គធាតុទោលចាអញ្ចឹងអង្គធាតុទោលវាម៉ូលេគុលរបស់វាបង្កឡើងតែអាតូមតែមួយប្រភេទចាអញ្ចឹងមានអីខ្លះចាអញ្ចឹងវាមានអ៊ីដ្រូសែនចាមានដែកនិងទង់ដែងឲ្យឈ្មោះសមាសធាតុមួយដែលមានធាតុសូដ្យូមក្នុងម៉ូលេគុលរបស់វាចាអញ្ចឹងមានតែអំបិលសម្លនេះអំបិលសម្លយើងហៅមួយទៀតថាសូដ្យូមក្លរ៉ូចូលលេខ3ធំចូលបំពេញល្បះខាងក្រោមឲ្យមានន័យត្រឹមត្រូវ1រុក្ខធាតុទាំងអស់ចុចឡើងដោយភាគល្អិតចុច
ដែលมันអាចបំបែកបានតទៅទៀតហៅថាចុចចាអញ្ចឹងរូបធាតុទាំងអស់បង្កឡើងដោយភាគល្អិតតូចបំផុតដែលมันអាចបំបែកតទៅទៀតហៅថាអាតូមពីម៉ូលេគុលជាចុចអាតូមដែលមានអាតូមចុចប្រភេទចងភ្ជាប់គ្នាចាអញ្ចឹងម៉ូលេគុលជាបណ្ដុំអាតូមដែលមានអាតូមមួយឬច្រើនប្រភេទចងភ្ជាប់គ្នាទី3បំលែងដែលមានចាចុចជាសារធាតុថ្មីមួយឬច្រើនចាចុចហៅថាចាបំលែងដែលមានកកើតជាសារធាតុថ្មីមួយឬច្រើនប្រភេទហៅថាបំលែងគីមីឬក៏យើងអាចដាក់ថាប្រតិកម្មគីមីចាត្រូវដូចគ្នាឬក៏កូនដាក់ទាំងពីរក៏បានដែរដាក់ណាមួយក៏បានដាក់ទាំងពីរក៏បានបំលែងគីមីឬក៏ប្រតិកម្មគីមីលេខ4ធាតុគឺជាសារធាតុដែលគេមិនអាចចាចុចបំបែកជាអង្គធាតុងាយចុចពីរឬច្រើនដោយវិធីគីមីបានឡើយលេខ5អង្គធាតុសមាសគឺជាសារធាតុដែលបង្កឡើងដោយអាតូមនៃធាតុខុសគ្នាឬពីរឬយើងអាចដាក់ថាពីរឬច្រើនចាចូលផ្សំគ្នាដោយប្រតិកម្មគីមីចាអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានប៉ុណ្ណឹងចំពោះលំហាត់យើងចាំនៅវីដេអូបន្ទាប់ព្រោះអ្នកគ្រូចង់កែផ្ទាល់ដាក់លើក្តារខៀនដើម្បីស្រួលបញ្យល់អញ្ចឹងណាចាចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានប៉ុណ្ណឹងបើបងប្អូនពេញចិត្តវីដេអូអ្នកគ្រូកុំភ្លេចជួយ like ឬក៏ subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណច្រើនជម្រាបលា